ខ្ញុំថារឿងចាញ់គឺខ្ញុំចាញ់មកចប់ប៉ុន្តែចាញ់ដោយសារអីគឺខ្ញុំអត់ដឹងខ្ញុំចាញ់ដោយសារអីគឺចាញ់អត់ដឹងពិតជាគូឲ្យហួសចិត្តមែនពលរដ្ឋនៅខេត្តប្រសេះហនុលើកឡើងថាដីមានប្លង់រឹងអលម៉េបកាន់នៅក្នុងដៃហើយក្នុងដែនដីបានបញ្ជាក់ហើយថាខ្ញុំបានចុះបញ្ជីស្រឹមត្រឹមត្រូវស្របតាមច្បាប់ប៉ុន្តែនៅតែគាត់អនុនៅតែគាត់អកេងកាត់ទៅនៅឲ្យខ្ញុំចាញ់ដែរប្រជាពលរដ្ឋប្រមាណជា4គ្រួសារបានសម្ដែងការហួសចិត្តជាពន់ពេកដោយលើកឡើងថាដីស្ថិតនៅភូមិ6សង្កាត់លេខ4ក្រុងព្រះសីហនុខេត្តព្រះសីហនុបានតាំងពីឆ្នាំ1991បានប្លង់ស្លាប់មុនឆ្នាំ1992រហូតបានប្លង់រឹងជាប្រព័ន្ធ LMAP ក្នុងឆ្នាំ2010ថែមទៀតបែរជាត្រូវបានអ្នកមានអំណាចប្តឹងទាមទារជាបន្តបន្ទាប់រហូតធ្វើឲ្យពួកគាត់ចាញ់ក្តីនៅតុលាការគ្រប់ដំណាក់កាលគ្មានសល់ដីសូម្បីតែមួយចង្អាមទោះបីជាមានឯកសារគ្រប់គ្រាន់ក៏ដោយក៏នៅតែត្រូវបានគេប្តឹងដកហូតកម្មសិទ្ធិបានដដែលលោកសឹងសារិនដែលអះអាងខ្លួនជាជនរងគ្រោះបានរៀបរាប់ទាំងហួសចិត្តនិងសូមគោរពសូមអង្វរសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួយស្វែងរកយុត្តិធម៌ខណៈលោកត្រូវបានតុលាការបង្គាប់ឲ្យផ្ទេរកម្មសិទ្ធិទៅឲ្យអ្នកមានអំណាចដែលជាគូទំនាស់ម្ដងហើយម្ដងទៀតរហូតធ្វើឲ្យដីដែលពួកគាត់កាន់កាប់ត្រឹមត្រូវទោះមានប្លង់រឹងជាប្រព័ន្ធហើយក៏ដោយក៏នៅតែត្រូវរបូតបាត់គ្មានសល់អ្វីសូម្បីតែមួយចង្អាមដីដែលនៅសល់បាទដីដែលនៅសល់ចំនួន2ប្លង់ដីនៅសល់ចំនួន2ប្លង់នោះគឺយកមកធ្វើប្លង់ប្រព័ន្ធរៀងខ្លួនគាត់ទៅធ្វើប្លង់ប្រព័ន្ធដែលគាត់ឈ្នះនោះខ្ញុំក៏ធ្វើប្លង់ប្រព័ន្ធដែលរបស់ខ្ញុំនៅសល់បាទហើយគាត់និយាយថាខ្ញុំអត់មានដីទេអស់ដីហើយរឿងអីខ្ញុំមានដីយកមកធ្វើប្លង់ទៀតចុះរឿងដីដែលថាខ្ញុំសុំឆ្លងកាត់គាត់មានចេញមកឲ្យខ្ញុំលិខិតរបស់មេធាវីនេះលិខិតសុំឆ្លងកាត់ដីដើម្បីទៅឈូសឆាយធ្វើដីឈូសឆាយពង្រៀបដីធ្វើដីប៉ុន្តែគាត់នៅតែបដិសេធថាគាត់អត់ទទួលស្គាល់ថាខ្ញុំមានដីជាប់ពីព្រំគាត់ទេក្រោយមកធ្វើប្លង់រៀងខ្លួនបាទធ្វើប្លង់រៀងខ្លួនធ្វើប្លង់រៀងខ្លួនប្លង់អីមកធ្វើប្លង់រៀងខ្លួនប្លង់រៀងខ្លួនហើយខ្ញុំក៏បានកាន់ប្លង់នេះតាំងពីឆ្នាំ2010រហូតមកដល់បច្ចុប្បន្នរយៈពេល15ឆ្នាំហើយកាន់ប្លង់ហ្នឹងប៉ុន្តែការបង់ពន្ធរបស់ខ្ញុំរយៈពេល14ឆ្នាំហើយបាទនៅឆ្នាំហ្នឹងគឺអត់ទាន់បានបង់ទេគឺបង់នៅខែ6ខែ7ហ្នឹងអត់ទាន់បានបង់ទេអញ្ចឹងហើយរយៈកាលកន្លងមកបែរជាខ្ញុំអ្នកមានប្លង់អលម៉េបបង់ពន្ធរៀងរាល់ឆ្នាំអត់ដែលខានក្រោយមកគាត់ដឹងទៅអដឹងដឹងទៀតគាត់ថាខ្ញុំមិនមានដីទេដីរបស់គាត់ទាំងដីរបស់គាត់ទាំងគឺខ្ញុំមានដីលោកសឹងសារិនបានបញ្ជាក់ឲ្យដឹងថាលោកបានទិញដីនឹងកាន់កាប់តាំងពីឆ្នាំ1991ហើយទទួលបានប្លង់ស្លាប់មុននៅឆ្នាំ1992តែមានបុគ្គលផ្សេងឈ្មោះប៉ុលសារឿននិងឈ្មោះនប់ច័ន្ទនារីបានធ្វើប្លង់គ្របពីលើតាមក្រោយនៅឆ្នាំ1992ដែរហើយបានប្តឹងគ្រួសារគាត់ទាមទារកម្មសិទ្ធិលើដីដែលជាន់លើគ្នានោះមួយចំណែកធំហើយតុលាការក៏បានកាត់ឲ្យគ្រួសាររបស់គាត់ចាញ់ក្តីប្រគល់ដីឲ្យទៅឯកឧត្តមនិងលោកជំទាវលោកសឹងសារិនបានបន្ថែមទៀតថារឿងប្លង់ឆ្នាំ1992ដែលលោកចាញ់ក្តីនោះបានចប់សពគ្រប់ហើយក្រោយមកទៀតដីរបស់ពួកគាត់ដែលនៅសល់ដល់ថ្ងៃធ្វើប្លង់ជាប្រព័ន្ធប្លង់ LMAP ឆ្នាំ2010មន្ត្រីជំនាញបានចុះវាស់វែងជាក់ស្ដែងនិងបានបិទប្រកាសផ្សព្វផ្សាយតាមនីតិវិធីត្រឹមត្រូវហើយលោកបានទទួលប្លង់រឹងកាន់ក្នុងដៃនិងបានបង់ពន្ធជូនរដ្ឋរយៈពេលជាង10ឆ្នាំផងដែរតែអ្វីដែលលោកហួសចិត្តជាខ្លាំងគឺឯកឧត្តមនិងលោកជំទាវខាងលើនៅមិនព្រមឈប់នោះឡើយគឺនៅតែបន្តប្តឹងពួកគាត់ទាមទារយកដីរបស់គ្រួសារគាត់ដែលនៅសល់ថែមទៀតទោះបីមានការបញ្ជាក់ពីរដ្ឋបាលសូរិយោដីថាការចេញបានកម្មសិទ្ធិជូនគ្រួសារលោក
គឺធ្វើឡើងដោយត្រឹមត្រូវតាមនីតិវិធីច្បាប់ក៏ដោយក៏គ្រួសារលោកនៅតែត្រូវបានចាញ់ក្តីគេនៅតុលាការគ្រប់ជាន់ថ្នាក់ហើយត្រូវបានតុលាការបង្គាប់ឲ្យប្រគល់ដីខាងលើនោះឲ្យទៅដើមបណ្ដឹងដដែលដែលនេះជាភាពអយុត្តិធម៌សម្រាប់គ្រួសាររបស់គាត់ជាពន់ពេកហេតុដូចម្ដេចបានជាមានគេប្តឹងដកហូតកម្មសិទ្ធិពីគ្រួសារខាងលើនេះបានតើមានអ្វីជាអាចកំបាំងនៅពីក្រោយនេះពលរដ្ឋនិងម្ចាស់ដីដែលរងគ្រោះបានទទូចអង្វរសុំឲ្យថ្នាក់ដឹកនាំមេត្តាជួយចាត់មន្ត្រីតាមដាននិងស៊ើបអង្កេតឲ្យដំណាភាពដើម្បីផ្ដល់ភាពយុត្តិធម៌ឲ្យភាគីទាំងសងខាងស្របតាមគោលនយោបាយឈ្នះឈ្នះ ខ្ញុំមិនថាខុសមិនថាត្រូវទេសូមឲ្យបងប្អូនទាំងអស់នេះសូមសម្ដេចពុកសម្ដេចម៉ែនេះសម្ដេចបវរធិបតីសម្ដេចដេជោសូមជួយរកយុត្តិធម៌ឲ្យកូនចៅផងក្នុងពេលនោះគឺសម្ដេចទៅរំលឹកថ្មីហ្នឹងក្នុងអានេះថានៅថ្ងៃទី21ខែ12ឆ្នាំ2024លើកឡើងថាទោះបុគ្គលមានអំណាចមានលុយមានកាក់មានមាសមានប្រាក់សពបែបយ៉ាងទាំងអស់យ៉ាងណាក្តីក៏មិនអាចយកប្លង់រំលោភយកប្លង់ដែលមានប្លង់ LMF ហ្នឹងបានទេគឺខ្ញុំនៅចាំច្បាស់នៅពេលហ្នឹងប៉ុន្តែមកដល់បច្ចុប្បន្នប្តឹងហើយប្តឹងទៀតប្តឹងហើយប្តឹងទៀតតាំងពីដំបូងរហូតដល់កំពូលគឺក្រុមខ្ញុំជាសង្ឃរិនចាញ់បង្ហូត ពាក់ព័ន្ធនឹងរឿងទំនាស់ប្តឹងដកហូតកម្មសិទ្ធិលើដីមានប្លង់រឹង LMF នៅខេត្តព្រះសីហនុនេះអង្គភាពសារព័ត៌មានយើងមិនទាន់អាចសម្ការបកស្រាយពីភាគីឯកឧត្តមប៉ុលសារឿននិងលោកជំទាវបាននៅឡើយទេគិតត្រឹមម៉ោងផ្សាយនេះដោយសារពុំមានប្រព័ន្ធទំនាក់ទំនងក៏ប៉ុន្តែលោកយុនប៊ុនណាមេធាវីតំណាងរបស់ភាគីដើមបណ្ដឹងបានបកស្រាយប្រាប់បណ្ដាញសារព័ត៌មាននៅរសៀលថ្ងៃទី6ខែមិនិនាឆ្នាំ2025នេះថាលោកបានទទួលសិទ្ធិពឹងពាក់ជាមេធាវីតំណាងចំពោះរឿងលម្អិតក្នុងករណីនេះលោកសូមរក្សាសិទ្ធិការសម្ងាត់វិជ្ជាជីវៈសូមមិនបញ្ចេញព័ត៌មានទៅខាងក្រៅគូបញ្ជាក់ផងដែរថានាព្រឹកថ្ងៃទី6ខែមិនិនាឆ្នាំ2025នេះជាថ្ងៃដែលតុលាការចុះអនុវត្តសេចក្តីសម្រេចដកហូតកម្មសិទ្ធិលើក្បាលដីលេខ1801060504ទំហំជាង6ហិកតានិងក្បាលដីលេខ180104060444ឲ្យទៅដើមបណ្ដឹងដែលជាឯកឧត្តមនិងលោកជំទាវខណៈដែលពេលចុះអនុវត្តគឺធ្វើឡើងដោយស្ងប់ស្ងាត់និងបិទទ្វាររបងចិត្តដោយពុំមានវត្តមានគូទំនាស់ដែលជាសហចុងចម្លើយជាម្ចាស់ដីមុនចូលរួមនោះទេដែលនេះធ្វើឲ្យមហាជនរឹតតែមានចម្ងល់ថាសំណុំរឿងដកហូតកម្មសិទ្ធិលើដីប្លង់រឹងទាំងពីរបាននេះប្រហែលជាមានអាចកំបាំង ប្តឹងហើយប្តឹងទៀតប្តឹងហើយប្តឹងទៀតតាំងពីដំបូងរហូតដល់កំពូលគឺក្រុមខ្ញុំជាសង្ឃរិនចាញ់បង្ហូតមានប្លង់តាមកាប់ដីនេះមិនមែនជាដីរបស់ខ្ញុំតែឯងទេបងប្អូនផ្ញើលុយមកតាំងពីឆ្នាំ92 93នោះផ្ញើលុយពីស្រុកបារាំងក៏មានកាណាដាក៏មានអូស្ត្រាលីក៏មានបងប្អូនទៅធ្វើការខ្ញុំទេលៀងអាចលៀងនោមបំរើគេនៅទីនោះដើម្បីចូលលុយចូលកាក់ខ្ញុំនៅទីនេះជាអ្នកជួយនោះដោយសារអីខ្ញុំមានមូលដ្ឋាននៅទីនោះងំចឹងហើយតើអស់លោកទាំងអស់គ្នានឹងពិចារណាមើលចេះបើប៉ះរឿងបងប្អូននេះរឿងចឹងអយុត្តិធម៌ដូចខ្ញុំចឹងតើបងប្អូនមានការជួយចាប់ដូចខ្ញុំទេចឹងបាទខ្ញុំអត់មានអីទេខ្ញុំមានតែលើកដៃ10ម្រាម10ដើម្បីទូលសម្ដេចបវរធិបតីនិងសម្ដេចតេជោហ៊ុនសែនដើម្បីសម្ដេចតេជោហ៊ុនសែននិងសម្ដេចបវរធិបតីជួយរកយុត្តិធម៌ឲ្យខ្ញុំជាជនរងគ្រោះអានឹងខ្ញុំមានប៉ុណ្្នឹងទេ